វិស័យឯកជនថៃត្រកខ្យល់ចង់បើកព្រំដែនខណៈរាជរដ្ឋាភិបាលក្រុងបាងកកលោកអនុទីនរកច្រកចេញមិនទាន់ឃើញកម្ពុជាអ្នកប្រើប្រាស់ថៃជាអ្នកនាំចេញតើកម្ពុជាឬថៃជាអ្នកខាតបង់ច្រើនជាងគេកម្ពុជាបិទការនាំចូលទំនិញពីថៃដោយងាកទៅនាំចូលទំនិញពីម៉ាឡេស៊ីសិង្ហបុរីជាដើមចុះថៃនាំចេញទៅណាកសិផលសិប្បកម្មឧស្សាហកម្មគ្រឿងចក្រគ្រឿងបន្លាស់បន្លែផ្លែឈើសុទ្ធតែជាប់គាំងត្រឹមតែរយៈពេល1ឆ្នាំថៃខាត់បង់$5000 លានដែលកាលមុនមានចំនួនពាណិជ្ជកម្មថៃកម្ពុជាមានទំហំរាប់ពាន់លាន$ឯណោះវិស័យនានានិងឈ្មួញដែលធ្លាប់នាំចេញមករកស៊ីជាមួយខ្មែរតាមទល់ដែនសុទ្ធតែត្រដោកខ្យល់ទៀមចង់បើកព្រំដែនរឿងនេះដូចពាក្យថាអ្នកណាជ្រមុជទឹកបានយូរជាងអ្នកនោះជាអ្នកឈ្នះតើវិស័យឯកជនថៃអាចដាក់សម្ពាធឲ្យរាជរដ្ឋាភិបាលក្រុងបាងកកងាកមកចរចាបើកព្រំដែនជាមួយកម្ពុជាវិញបានដែរទេទឹកប្រាក់ប្រមាណ$5000 លានដែលប៉ះពាល់ពីការបិទច្រកព្រំដែនកម្ពុជាថៃមួយឆ្នាំកន្លងទៅនេះត្រូវបានអ្នកសេដ្ឋកិច្ចថៃកំពុងតែបើកភ្នែកធំថាប្រសិនជាបិទតទៅមុខទៀតតើនឹងមានផលប៉ះពាល់បែបណាចំពោះសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនថៃតើអនុទីនរុញកម្ពុជាឲ្យទៅសុំថៃបើកច្រកព្រំដែនឬកម្ពុជារុញអនុទីនឲ្យមកសុំកម្ពុជាបើកមុនចំណែកកម្ពុជាមានជំហរបែបណាមុននិយាយរឿងបើកច្រកព្រំដែនឡើងវិញប្រកាសណាស់ដោយដែលបងប្អូនប្រិយមិត្តបានដឹងគឺការទាមទារឲ្យថៃដកយោធាដែលចូលមកកាន់កាប់ទឹកដីភូមិឋានដោយខុសច្បាប់ហើយងាកមកដោះស្រាយលើយន្តការដែលមានស្រាប់បន្ទាប់មកទើបមានការជជែករឿងបើកច្រកព្រំដែនសំណួរសួរថាតើថៃយល់ព្រមដកទ័ពទេនឹងអាចរកច្រកចេញបានទេបើបញ្ហាបានកើតឡើងជាបន្តបន្ទាប់ដូចជាថៃលុបចោលMOU ឆ្នាំ2001ជាឯកតោភាគីជាដើមបើអូបន្លាយពេលទៅមុខទៀតតើវិស័យឯកជនថៃនឹងកាន់តែខាតបង់ច្រើនប៉ុណ្ណាខណៈកម្ពុជាជាអ្នកប្រើប្រាស់អាចងាកទៅនាំចូលពីបណ្ដាប្រទេសផ្សេងទៀតបានរឿងនេះតើកម្ពុជាឬថៃដែលអាចជ្រមុជទឹកបានយូរជាង Like, share and follow more